តោះបងប្អូននៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីក្បួនមួយក្បួនគណិតវិទ្យារបស់ប្រទេសជប៉ុនមួយនៅក្នុងសៀវភៅតាកាអាជីដែលនៅក្នុងក្បួននេះគេនិយាយអំពីអ្វីទៅជាចំនួន maximum អ្វីទៅគឺជាចំនួន minimum រីទស្សនាជាមួយខ្ញុំទាំងអស់គ្នាចឹងយើងដឹងថាអ្វីទៅជាចំនួន maximum អ្វីទៅជាចំនួន minimum គឺ max និង min មានន័យថា max គឺ maximum min គឺ minimum អញ្ចឹងគេឲ្យនៅក្នុងវងចរនេះក្នុងវងចរហ្នឹងគេឲ្យយក3លេខ3ខ្ទង់គុណនឹង3ខ្ទង់ធ្វើម៉េចឲ្យបានចំនួន maximum និងចំនួន minimum តោះឥឡូវនេះយើងរៀនពីភាសាទាំងអស់គ្នាចឹងនៅក្នុងហ្នឹងគឺនៅក្នុងក្បួនគេឲ្យយើងចែកលេខធំជា2មានន័យថាលេខ6ជាមួយលេខ5ចែកជា2បន្ទាប់មកគេឲ្យលេខតូចឬមុនអញ្ចឹងដើម្បីបាន maximum គឺខាងតូចត្រូវលើលេខ4បន្ទាប់មកឲ្យខាង6ឬម្ដងខាងលេខធំតូចរបស់គឺលើលេខ3តមកទុកអត្ថភាពឲ្យខាងតូចឬមុនទៀតគឺគេលើលេខ2គឺខាងនោះគឺលើលេខ1អញ្ចឹងមានន័យថាចំនួននៅពេលដែលគុណយកនេះគឺជាចំនួន maximum ហេផ្ទុយមកវិញបើសិនជាចំនួននេះគឺជាមួយចំនួន maximum ចាំផ្ទុយមកវិញនៅពេលដែលយើងទៅសេពជាងនេះសេពជាងគុណយកនេះមកគឺជាចំនួន minimum បងប្អូនអាចតេស្តមើលបានឥឡូវយើងមើលលេខទៀតលេខ4ខ្ទង់គុណ4ខ្ទង់ម្ដង4ខ្ទង់គុណ4ខ្ទង់អូខេ4ខ្ទង់គុណ4ខ្ទង់ម្ដងចឹងយើងចែកជា2ដូចគ្នាចែក8និង7ចែក8 7មកបន្ទាប់មកឲ្យលេខខាងតូចរហូតមានន័យថាខាងតូចជាលេខ6ខាងធំគឺលេខ5ខាងតូចរហូតទៀតគឺលេខ4បន្តបានគឺលេខ3ទៀតខាងតូចរហូតទៀតគឺលេខ2និងលេខ1ចឹងមានន័យថាចំនួននៅពេលដែលគុណយកនេះគឺជាចំនួន maximum ដូចគ្នានោះដែរបើសិនជាផ្ទុយត្រឡប់លេខមកវិញ1 3 5 8 2 4 6 7គុណយកគ្នាមកគឺជាចំនួន minimum តោះក្បួនហ្នឹងមិនចាំបាច់3ខ្ទង់គុណ3ខ្ទង់4ខ្ទង់គុណ4ខ្ទង់ទេ3គុណ9ក៏បានដែរឥឡូវយើងធ្វើ3គុណ9ឲ្យមើលទៀតខ្ញុំធ្វើ3គុណ9ឲ្យមើលទៀត3គុណ9រើសដូចគ្នាចែកជា2គ្នាគឺ7 6ដូចគ្នា7 6ឲ្យខាង6ឲ្យរើសមុនដដែលគឺលេខ5ខាងលើលេខ4ឲ្យខាង6រើសមុនទៀតគឺលេខ3តបបានលេខ2សល់1គួរឲ្យខាងណាត្រូវចាំថាឲ្យខាងគេរហូតគេខាងគេរហូតចឹងមានតែចំនួនគឺ maximum ផ្ទុយមកវិញដូចគ្នាគុណយកនេះគឺជា minimum ស្មើនឹងចំនួន minimum តោះបងប្អូននៅសល់លំហាត់មួយចុងក្រោយបងប្អូនអាចសាកល្បងមើលតើយកលេខ5ខ្ទង់គុណជាមួយ3ខ្ទង់ខ្លាយជាចំនួន maximum ឬ minimum បានដែរឬទេជួយ comment ក្នុងវីដេអូថ្ងៃស្អែកខ្ញុំនឹងផ្ដល់ចម្លើយដែលត្រឹមត្រូវសូមអរគុណជម្រាបលា